ជាមឹកជាបកាអីហ្នឹងបងប្អូនសម្រាប់បកាយើងបកសបកចេញឲ្យស្អាតហើយឆូតកន្លែងខ្នងវាយកទៅសៃយកអីចេញមកហើយមឹកវិញយើងយកខាងក្នុងពោះហើយនឹងថ្មិញនៅលើក្បាលវាចេញបងប្អូនចង់យកមកអង្កត់តិចៗដូចខ្ញុំអញ្ចឹងក៏បានឬក៏អត់ក៏បានដែរគ្រាន់តែថាបើសិនជាយើងបានអង្កត់អញ្ចឹងទៅពេលដែលយើងលាយគ្រឿងគឺវាឆាប់ចូលជាតិជាងបន្ទាប់ពីនឹងមកគឺយើងដាក់ដាំទឹកដើម្បីស្រុះមឹកហើយនឹងបកាហ្នឹងហើយនៅក្នុងទឹកហ្នឹងយើងបន្ថែមស្រាចិនតិចដែរដើម្បីវាជួយកាត់ក្លិនប៉ុន្តែស្រាចិនហ្នឹងបើសិនជាបងប្អូនអត់មានក៏អត់អីដែរបន្ទាប់ពីនឹងមកគឺខ្ញុំស្រោះមឹកមុនណាបងប្អូនសម្រាប់មឹកនេះខ្ញុំស្រោះប្រហែលជាខ្ទង់1នាទីអីហ្នឹងយើងលើកវាចេញហើយដាក់ចូលទៅក្នុងទឹកត្រជាក់បងប្អូនទឹកនេះគឺខ្ញុំដាក់ទឹកកកចូលក្នុងហ្នឹងដើម្បីកុំឲ្យសាច់មឹកហ្នឹងវារួមតូចណាមួយសាច់បកាសាច់មឹកពេលដែលយើងយកទៅត្រាំក្នុងទឹកកកត្រជាក់អញ្ចឹងទៅគឺវាឡើងស្រួយល្អផងគ្រឿងបន្ទាប់មកទៀតហ្នឹងយើងមានជាខ្ទឹមសខ្ទឹមក្រហមយើងមានជាអង្ករលីងម្ទេសហុយក្រូចឆ្មាអីហ្នឹងខ្ទឹមសខ្ទឹមក្រហមបងប្អូនចង់ដាក់រៀងច្រើនដូចខ្ញុំអញ្ចឹងក៏បានឬក៏ដាក់បន្តិចបន្តួចក៏បានដែរអានេះតាមចំណង់ចំណូលចិត្តរបស់យើងទេយើងហាន់វាជាប្រទះស្ដើងមកក្រូចឆ្មាប្រើមួយផ្លែពីរផ្លែហើយជីបងប្អូនចង់ប្រើទៅជីរណាក៏បានជីអង្កាមក៏បានដែរសម្រាប់ការធ្វើឡាបហ្នឹងគឺយើងត្រូវមានទឹកប្រហុកបងប្អូនទឹកប្រហុកនេះគឺខ្ញុំធ្វើខ្លួនឯងទេដំបូងខ្ញុំដាក់2ស្លាបព្រាបាយសិនទឹកត្រីកន្លះស្លាបព្រាបាយប៊ីចេងម្ជិបជាមួយនឹងស្ករកន្លះស្លាបព្រាបាយហើយក្រូចឆ្មាវិញបងប្អូនច្បាច់មួយផ្លែអីចូលសិនបានហើយក្រែងលោវាជូរជ្រុលអីចឹងណាបើសិនជាយើងចូលចិត្តជូរខ្លាំងយើងភ្លក់មើលហើយថែមថយតាមនឹងបានទេសម្រាប់ខ្ញុំនេះគឺរសជាតិអត់សូវដិតបងប្អូនឡាបតែរសជាតិបានរៀងដិតមិនបន្តិចបានឆ្ងាញ់អញ្ចឹងហើយគឺខ្ញុំបន្ថែមទឹកត្រី1ស្លាបព្រាបាយហើយដោយសារតែទឹកប្រហុករបស់ខ្ញុំនោះវារៀងសាបដែរបងប្អូនអានេះគឺខ្ញុំធ្វើខ្លួនឯងអញ្ចឹងណាប៉ុន្តែបើសិនជាទឹកប្រហុកទិញគេអាចនឹងរៀងប្រៃបន្តិចចឹងទៅបន្ទាប់ពីនឹងមកចាំយើងដាក់មឹកបកាដែលយើងបានស្រង់ចេញពីទឹកកកហ្នឹងបងប្អូនទុកវារៀងស្រស់ទឹកបន្តិចមកយើងដាក់ចូលដាក់ជាមួយខ្ទឹមសខ្ទឹមក្រហមអង្ករលីងជាមួយនឹងម្ទេសហុយសម្រាប់អង្ករលីងបងប្អូនដាក់តិចច្រើនតាមចំណង់ចំណូលចិត្តទេអានេះដាក់កាន់តែច្រើនគឺវាកាន់តែឈ្ងុយហើយម្ទេសហុយបើសិនជាអត់សូវចូលចិត្តហឹរយើងអាចដាក់បន្តិចបន្តួចតាមនឹងបានបន្ទាប់ពីច្របល់ឲ្យវាចូលជាតិហើយបងប្អូនអាចភ្លក់មើលម្ដងទៀតក៏បានឬក៏អត់ក៏បានដែរហើយចុងក្រោយគេយើងរោយជីរណាក៏បានឬក៏ជីអង្កាមក៏បានដែរច្របល់វាតែ 4-5 ត្រឡប់ទៀតទៅឡាបគ្រឿងសមុទ្ររបស់យើងគឺរួចរាល់យើងអាចយកទៅញ៉ាំបានហើយសម្រាប់រសជាតិរបស់ឡាបខ្ញុំនេះគឺខ្ញុំយករៀងដិតបន្តិចបងប្អូនប្រៃផ្អែមល្មមរៀងជូរបន្តិចហើយហឹរនឹងក៏ហឹររៀងខ្លាំងដែរប៉ុន្តែដោយខ្ញុំបានបញ្ជាក់អញ្ចឹងរសជាតិហឹរនឹងយើងសេរីមើលតាមចំណង់ចំណូលចិត្តអញ្ចឹងណាគ្រាន់តែថា